រឿងភ្លើងក្នុងអតីតកាលភាគទី3ជីឡុងបានសតិពេលឃើញទឹកភ្នែករបស់នីស៊ីនបន្ទាប់ពីគេនៅថ្មឹងយ៉ាងយូរមិនស្មានថាមិត្តដៃរហ័សចិត្តហ៊ានថ្នាក់នេះថ្នាក់សន្យាជាមួយគេឲ្យថាមិនធ្វើអ្វីដែលមិនគិតហើយនេះវាជាស្អីវិញអាហ្វាលេងនាងទៅឯងឈួតឬយ៉ាងម៉េចនៅកណ្ដាលហាងនោះវិញអាចឈួតដែរពេលជីឡុងទាញស៊ូហ្វាងចេញពីនីស៊ីនបាននាងក៏រត់ចេញទៅភ្លាមទាំងទឹកភ្នែកជោគថ្ពាល់ខ្ញុំសុំទោសខ្ញុំគ្រប់គ្រងខ្លួនឯងមិនបានសម្បីគ្រប់ម៉ាត់របស់នីស៊ីនវាធ្វើខ្ញុំឈឺចាប់ទាំងនាងមិនបានថាឲ្យខ្ញុំច្រើនគ្រាន់តែឃើញខ្សែភ្នែកតោះតើរបស់នាងពីក្បត់បែបនោះវាធ្វើខ្ញុំមើលស្ងៀមមិនបានហើយឯងធ្វើបាបនោះហើយវាបានស្អីមកវិញនាងនៅអាណិតឯងឬហើយមិនក៏ឯងមិននឹកដល់រឿងដែលឯងធ្វើដាក់នាងខ្លះមកធៀបគ្នាហើយដែលនាងធ្វើវាមិនបានមួយជំរាកដែលឯងធ្វើចំពោះនាងផងនីស៊ីនណាចិត្តនៅមានរបួសឯងត្រូវតែនិយាយសន្សំជាមួយនាងឲ្យស្នាមរបួសនោះវាផ្សះបន្តិចម្ដងមិនមែនអីបន្តិចអាងតែថាអីបន្តិចអាងតែមកខំធ្វើតាមតែចិត្តខ្លួនឯងបើឯងធ្វើបាបនោះឯងកាន់តែគ្មានថ្ងៃបាននាងមកវិញតោះទៅវិញចាំធ្វើចិត្តឲ្យតិចជាងនេះចាំរកឱកាសទៅនិយាយជាមួយនាងម្ដងទៀតតែលើនេះប្រហែលជាចាប់បន្តិចព្រោះក្រៅពីលោកលីហើយនៅមាននាងជាងម្នាក់ទៀតខ្ញុំបានដំណឹងមកថានាងមកទីនេះថ្ងៃនេះកាសស្ថានអាយឈីងជាអ្វីធ្វើដំណើរមកដល់កាសស្ថានអាយឈីងនាពេលរសៀលនាងឈៀងទៅទទួលនីសែលដែលធ្វើការនៅការដ្ឋានមួយក្នុងខេត្តមកជាមួយគ្នាបងទី2តាណាហើយនេះក្រែប្រផាត់ត្រៀមធ្វើនំចាំនោះអីបងទី2នៅណាទៅបងទី2សង្ស័យចូលទៅក្នុងចំការបាត់ហើយទៅដឹងបងវៃអើយបាត់នេះរ៉ាទៅលើខ្ញុំឃ្លានអាសេវចូលផ្ទះបានបន្តិចគួរតែញ៉ាំបានហើយទៅដឹងអាសិនប្រហែលជាធ្វើទុករួចហើយព្រោះបងស្រីឯងគេប្រហែលជាមិនចង់អង្គុយស្ដាប់មនុស្សប៉ិនរអ៊ូឃ្លានទេមនុស្សស្អីខ្លួនតូចញ៉ាំបាយអស់មួយឆ្នាំងយកទៅទុកនៅអាណាអស់ទៅជាវ័យនិយាយញ៉ាស់ប្អូនស្រីម្នាក់ទៀតរបស់នីស៊ីនអូបងវៃបងទី2ឈានត្រីទុកឲ្យទៀតផងនៅមានបហូបជាច្រើនមកទៀតបងវៃញ៉ាំជាមួយខ្ញុំបាយទេខ្ញុំនឹងបានកណ្ដៅល្អដូចគ្នាខ្ញុំនឹងតែបានញ៉ាំអីតាំងពីព្រឹកជួនអីចូលទៅជួយការងារនៅ clinic ជួបឆ្កែរបស់អតិថិជនគេយកមកចាក់ថ្នាំទៅលេងជាមួយភ្លេចខ្លួនអូយវាគួរស្រឡាញ់ណាស់ពុយកោដិនទៀតផងខ្ញុំក៏ចង់បានមកចំមួយក្បាលដូចគ្នាតែខ្លាចគ្មានពេលអូយគិតឲ្យគួរស្ដាយកំដៅបងផងបងទី3បងនឹងតែបានញ៉ាំអីតាំងពីព្រឹកដូចគ្នាបងទី2ទៅមកដល់ពេលរសៀលនេះឯងបងរវល់ការងារក្នុងការដ្ឋានទៅគ្មានតែមេមកញ៉ាំមកដូចអ្នកខ្លះទេភ្លេចអាហារដោយសារតែលេងជាមួយស្អីដូចកូនក្មេងទាំងដែរអាយុលេងក្មេងទៅហើយក៏ឲ្យដល់ទៅតែចេញពីចំការព្រោះឆាហានប្រាប់ថាឃើញឡានរបស់ពេទ្យសត្វក្រមុំគូបច្ចេករបស់គេមកដល់ចំការហើយគេមិនបានចង់មកជួបនាងប្រហែលទេគ្រាន់តែឃ្លានបាយខ្លាំងប៉ុណ្ណោះគេគិតក្នុងចិត្តបងធំមិនគួរស្រ័យសោះបងវៃជាមនុស្សស្រីទៅនិយាយស្ដីបាត់នេះដាក់បានយ៉ាងម៉េចបាក់បារម្ភថាបារម្ភទៅមកធ្វើរឹកលុយទៅកើតមែនហើយបងមានទៅគួរឲ្យស្រឡាញ់ដូចបងស្រីក្រាខោឯងបានយ៉ាងម៉េចទៅប្អូនទី3ដែលសំខាន់គឺមិនបានបារម្ភពីកញ្ជ្រោងម្នាក់នេះទេគ្រាន់តែនិយាយឯងអាណិតបងប៉ុណ្ណោះបងធ្វើការហត់ក៏ចង់ឲ្យប្អូនចាប់អារម្មណ៍ខ្លះប្អូនទី2ក៏ចូលទៅក្នុងកន្លែងថែសាយូហើយឃើញអំហានប្រាប់ថាពេលមកដល់ភ្លាមក៏ស្ងាត់មាត់មិននិយាយស្ដីធ្វើម្ហូបរួចក៏ចូលទៅកន្លែងចិញ្ចឹមសេះបាត់មុនចេញមកវិញបងក៏បានលើសដីសេះរត់ដែរមានរឿងមិនសប្បាយចិត្តមិនខានគឺហាក់តែបែរប្រាប់ប្អូនស្រីពើយ៉ាងវែងព្រោះមិនចង់ឲ្យនាងយល់ច្រឡំថាគេបារម្ភពីបងស្រីខោរបស់នាងណាលោកខ្ញុំនៅតែខ្ញុំសក់មកក៏ចូលចាត់មកហៅខ្ញុំស្រីកជ្រងបើខ្ញុំជាកជ្រងក៏ទៅ9លោកប្រហែលជាបិសាចគោគ្មានបានការដែរសំខាន់ខ្ញុំមានអ្នកបារម្ភច្រើនណាមិនបាច់ចាំឲ្យលោកបារម្ភទេញ៉ាំវាជ្រឿរបស់ខ្ញុំអូហើយមិញនេះលោកប្រាប់ថាសិនមានរឿងមិនសប្បាយចិត្តមិនក៏លោកមិនទៅមើលនាងផងបដាឲ្យនៅម្នាក់ឯងបែបនេះបានយ៉ាងម៉េចណាលោកចាំជាគ្មានបានការសោះបងទី3កម្ដៅរួចហើយទុកនៅផ្ទះបាយនឹងហើយចាំបងមកញ៉ាំវិញមិនចង់ធ្វើជាបងប្រាប់ដែលគ្មានបានការទេនិយាយចាប់គឺហើយកណ្ដាលចេញពីផ្ទះភ្លាមគេមិនចូលចិត្តឲ្យនាងក្រមុំនិយាយដល់អ្នកដតីឬយកអ្នកដតីមកប្រៀបធៀបជាមួយគេតាមពិតគេតាំងចិត្តដើរចេញទៅតាំងពីបានលឺនាងប្រាប់ថាមានអ្នកបារម្ភច្រើនហើយមិនដឹងហេតុអីដូចគ្នាតែគេមិនចូលចិត្តសោះពេលដែលនាងនិយាយដល់មិនខ្វល់ហើយមិនឃើញអំពើល្អរបស់គេអីម្ដងនីសែលកំដាក់អាហាររួចក៏រំលែកទុកឲ្យបងប្រុសមួយចំម៉ាយមុននឹងលើកមួយចំម៉ាយទៀតមកញ៉ាំជាមួយជាវ័យទៅពីអ្នកអាសែលបងប្រុសឯងគេកាត់អីខ្មោចចិត្តខ្មោចចូលធ្វើខ្លួនដូចខ្លួនឯងជាកំឡោះទៅប៉ាន់ងងទាំងដែរអាយុមិនដឹងជាប្រមាណឆ្នាំទៅហើយព្រះអីបងវ័យកុំថាបងធំខ្ញុំអញ្ចឹងអីបងធំខ្ញុំគាត់គ្រាន់តែជាមនុស្សប្រុសមាត់រឹងប៉ុណ្ណោះដែលមកម៉ៅបែបនោះអាចដោយសារតែបងវ័យទៅថាគាត់មិនបានការតែដឹងដែលគាត់មិននិយាយល្អជាមួយបងវាគ្រាន់តែជាការសម្ដែងរបស់មនុស្សប្រុសមាត់រឹងប៉ុណ្ណោះការពិតទៅប្រហែលចង់និយាយជាមួយបងណាតែមិនដឹងជាចាប់ផ្ដើមនិយាយយ៉ាងម៉េចហាបងប្រុសខ្ញុំគាត់មើលបែបហ្នឹងហើយកុំខឹងគាត់អីនៅការដ្ឋានអាយឈីងនីស៊ីនកំពុងអង្គុយមកមើលនៅកន្លែងទឹកធ្លាក់នាងជាសេះចេញពីបរិវេណដែលបានចែកធ្វើជាការដ្ឋានចំសេះដោយមិនដឹងគោលដៅជាសេះជ្រឿរឿយរហូតដល់ទឹកធ្លាក់មួយនេះទៅចងសេះក្រាបដើមឈើធំជិតនោះហើយអង្គុយនៅមិនឆ្ងាយប៉ុន្មាននាងនៅច្បងច្បោចិត្តមិនយល់ពីចិត្តគេចំពោះការវិលត្រឡប់មកក្នុងជីវិតរបស់នាងម្ដងទៀតគេត្រូវការអីនាងគ្មានអ្វីឲ្យគេទៀតទេបងទី2មកអង្គុយធ្វើអីត្រង់នេះម្នាក់ឯងបងទី3នឹងបងវ័យរបស់ឯងមកដល់ហើយមានអីមិនសប្បាយចិត្តឬប្រាប់បងបានទេបងធំនីស៊ីន
បងប្រុសយំលឺនាងមិនបាត់បាំងគេទៀតឡើយមិនថាមានរឿងអ្វីកើតឡើងនាងនឹងប្រាប់គេគ្រប់យ៉ាងគេមិនថាសម្ដែងថាខឹងនាងអីម្ដងចាំនៅក្បែរហើយឲ្យកម្លាំងចិត្តរហូតទោះបីជាកាត់រឿងឡើងវាធ្ងន់ធ្ងរខ្លាំងប៉ុណ្ណាគេនៅតែនាំនាងបោះជំហានឆ្លងកាត់វាបានរហូតគេចាំផ្ដោតដំបូងមាននឹងទឿនសតិធ្វើជាប៉ាផងម៉ាក់ផងឲ្យនាងនឹងប្អូនស្រីទោះបីជាគ្មានប៉ានិងម៉ាក់តែនៅមានបងប្រុសម្នាក់នេះនាងមិនធ្លាប់មានអារម្មណ៍ខ្វះភាពកក់ក្ដៅសូម្បីតែបន្តិចបងធំខ្ញុំជួបគេទៀតហើយគេមកជាមួយជីឡុងកូនប្រុសរបស់អ៊ំចាយខ្ញុំខ្លាចគេមកពឹករត់ធ្វើពីខ្ញុំទៅគេប្រាប់ថាមានទឹកចង់និយាយជាមួយតែខ្ញុំមិននិយាយបងធំហើយខ្ញុំសុំទោសគ្រាន់តែខ្ញុំឃើញគេខ្ញុំក៏ឈឺចាប់ឈឺត្រង់នេះត្រង់បេះដូងមួយនេះបងធំខ្ញុំមានទុនខ្សោយទាំងដែលដឹងថាគិតថាធ្វើចិត្តបានហើយតែគ្រាន់តែបាត់ឃើញមុខបានប្រសពភ្នែកជាមួយគេវាដូចជាវាកបិតរាប់ពាន់ចាក់ទម្លុះក្នុងទ្រូងបងជួយខ្ញុំផងខ្ញុំមិនចង់ឲ្យគេចូលមកក្នុងជីវិតរបស់ខ្ញុំនិងកូនទេគឺឲ្យសវ៉ាដៃមកខាងបងអូនស្រីណែនដៃមកខាងទៀតកងអាចសក់ដូចចង់លួងលោមបងអូនទី2បោះសន្យាថាអ្នកគ្មានអ្នកណាមកបង្រាត់យូហ្វឺពីយើងបានទាំងអស់ទោះជាវាមិនអុជជាអ្នកណាមកពីណាហើយមានឋានៈធំខ្ពស់ប៉ុណ្ណាក៏ដោយឯងបាច់ខ្លាចបងស្គងមេធាវីមានធ្វើដៃល្អជាច្រើននេះហើយមនុស្សរបស់បងក៏មានច្រើនទៀតមិនថាវាមកនៅឬស្អីនៅភាពបែបណាក៏ដោយបងនឹងទៀមស្វាគមន៍វារហូតចង់បានក្របកភ្លើងឬក្របបាយបងក៏ទៀមចាត់ការឲ្យតោះយើងទៅផ្ទះយកមីជប់លៀងផងបើបងស្រីឯងគេដឹងពិធីវានឹងមិនសប្បាយទេគ្រប់គ្នាបារម្ភពីឯងតោះយើងទៅផ្ទះគឺហើយជាសេះតាមពីក្រៅប្អូនស្រីចាក់ឈាមស្ងាត់ព្រមទាំងកិនសង្ស័យតែគេត្រូវតរិះទេជាមួយប្រុសម្នាក់នោះបន្តិចហើយបាត់ក្បាលជាច្រើនឆ្នាំហើយមកអាតក្បាលម្ដងទៀតក៏អង្វររកក្របកភ្លើងពីមុនគេព្យាយាមមិនគិតមិនគុំប្រពន្ធស្រីគេសុំតែលើកនេះត្រូវតែបដៅខ្លះហើយយេបងទី2មកវិញហើយមកពីណាហ្នឹងឲ្យខ្ញុំចាំដល់យូរមិនទេបងវិញឲ្យវាល្មមបន្តិចទៅប្អូនទី3បាយក៏បានញ៉ាំហើយមកធ្វើមុខងងដាក់បងថ្មីទៀតបងទៅជីសេះចង់ឲ្យវារត់ឲ្យបានឆ្ងាយខ្លះតែប៉ុណ្ណោះជូនអីភ្លេចខ្លួនបន្តិចក៏ទៅដល់ទឹកធ្លាក់ឯណោះបងទៅងូតទឹកសិននឹងបានទៅទទួលក្មេងដល់ពីសាលាហើយត្រូវមកវិញជួយអំលាវត្រៀមរបស់សម្រាប់ពិធីជប់លៀងជប់នេះផងអស់បងវិញខ្ញុំឆ្លៀតឱកាសប្រាថ្នាខួបកំណត់របស់បងជប់លៀងកម្មករក្នុងចំការដែរបងមិនថាអីទេខ្ញុំចង់ឲ្យពួកគេបានចូលរួមកម្មវិធីសប្បាយខ្លះធ្វើការងារពេញមួយឆ្នាំទៅហើយចាក៏ល្អដែរបងចូលចិត្តមនុស្សច្រើនសប្បាយតែបងឃើញរៀបចំរយឆ្នាំស្រាប់ទៅហើយធម្មតាឃើញរៀបចំពេលដល់ប្រមូលផលរួចហេតុអីឆ្នាំនេះរហ័សរៀបចំម្ល៉េះអំឡុងពេលនោះមានក្រុមទេសចរមកព្រីសតមកដល់លេងនៅទីនេះតើវាមកងាយស្រួលរៀបចំកម្មវិធីក្រែងកម្មករហត់ខ្លាំងពេលថ្ងៃទៅចាំមើលថែភ្ញៀវពេលយប់ចង់ឲ្យបានសម្រាប់បងទី2ខ្ញុំទៅដែរនឹកដល់ first សឹងតែស្លាប់ទៅហើយមិនបានជួបគ្នាច្រើនថ្ងៃគិតតែចង់ទៅមើលមុខសង្សារបងធំផងឃើញតែស្អាតខ្លាំងណាស់ណាបងវ័យជាអ្នកគ្រូរបស់ first ដែរណានៅជាមួយគ្នាអត់ស្រួលបួនណាបងវ័យបងធំកង្វាយគ្នាខ្ញុំអនុញ្ញាតឲ្យ ស្វីតបានណាអូយវិស្វករក្រមុំមួយទៀតលឺពេលត្រូវអនាគតបងថ្លៃច្បិចថ្ពាល់ថែមទាំងបងប្រុសខកក្បាលទៀតនេះព្រួតដៃគ្នាតែម្ដងនេះសៀវគិតក្នុងចិត្តព្រមទៅធ្វើមុខស្ញូចដាក់ពួកគេទាំងពីរមកអង្គុយកាត់ទុកនៅហ្នឹងឯងចង់ទៅជួបអ្នកគ្រូរបស់ first មិនក៏មិនយកអាសាទៅទទួលល្អជាងមកអង្គុយធ្វើមុខធុញពិភពលោកបាត់នេះអ្នកនៅជាមួយវាតាមតឹងដែរជាវ័យត្រាំចំពោះភាពស្ងៀមស្ងាត់លេចបានបើកចំបាច់និយាយក្នុងឋានៈដែលពួកគេនៅជាមួយគ្នាតែពីរនាក់នាងមានដឹងទេថាគេស្ងាត់បាត់នេះព្រោះមិនពេញចិត្តដែលនាងស្ដីឲ្យគេការពីរសៀលតាក៏បន្ទោសមិនបាននាងមិនបានខុសនាងនិយាយតាមការពិតគ្រប់យ៉ាងស្អីរបស់នាងស្ងាត់ក៏ខុសហើយរឿងរបស់អ្នកគ្រូ first ក៏ដូចគ្នាគេមិនបានមានអីសំខាន់ចំពោះខ្ញុំបានស្គាល់គេជារឿងផ្ទាល់ខ្លួនកុំគិតតែម្នាក់ឯងហើយបើតំណែងខ្លាំងណាស់ទៅជួយអមលៀងនឹងអ្នកបម្រើរៀបចំម្ហូបក្នុងផ្ទះបាយនោះទៅខ្ញុំមិនថាលោកក៏បានតែថ្ងៃនេះលោកនៅមិនតាន់បានញ៉ាំអីទេខ្ញុំទៅកណ្ដាលហាឲ្យទៅចាស់តម្រាំពិធីជប់លៀងចាប់ផ្ដើមលោកប្រហែលជាឃ្លានស្លាប់ហើយចាំមើលទីនេះហើយចាំខ្ញុំកណ្ដាលរួចលើកមកឲ្យគឺហាញញឹមពេលដឹងថានាងក៏ចាប់អារម្មណ៍នឹងបារម្ភពីគេដូចគ្នាគឺរឹកពីរបស់នាង5គេមិនបានគិតខ្លួនឯងលោកនាងបបមកទៅពីផ្អប់គ្នាពេលជីវ័យតាំងចិត្តក្រោកទៅកណ្ដាលអាហារគឺហើយដោយសារនាងភ្លេចខ្លួនក្រោកលឺបន្តិចថែមទាំងយប់មិញនាងក៏សម្រាប់មិនបានគ្រប់គ្រាន់ទៀតទៅធ្វើឲ្យងឹតមុខប្រឹងដួលតែដោយភាពរហ័សរបស់អ្នកកំឡោះធ្វើឲ្យនាងមិនបានដួលទៅលើការោទដោយតការគិតចាប់រាងកាយរបស់នាងចាប់ហើយក៏ដួលទៅលើស្រោងជាមួយគ្នាទាំងពីរនាក់ដោយគេនៅខាងក្រោមមាននាងនៅពីលើក្រៅពីរាងកាយដែលជិតស្និទ្ធគ្នាហើយមាត់របស់នាងនឹងគេនៅថាបគ្នាទៀតខ្សែភ្នែករបស់ពួកគេប្រសពគ្នាថ្មឹងខណៈដែលមាត់នៅផ្អឹបជាប់មិនកម្រើកតាណាជាវ័យសឹងតែឈប់ដកដង្ហើមបេះដូងលូតញាប់ហាក់ដូចមានអ្នកណាមកវាស្គរក្នុងនោះសតិមិននៅចាប់រាងកាយគ្រាន់តែប្រសពភ្នែកជាមួយគេដឹងខ្លួនម្ដងទៀតនាងមានអារម្មណ៍បានថាមានអ្វីម្យ៉ាងដែលក្តៅសាមជ្រៀតចូលក្នុងមាត់ចង់កិច្ចពេលនេះក៏ធ្វើមិនបានព្រោះគេអបរិទ្ធនាងចាប់ដោយដៃទាំងសងខាងសតិចាប់ផ្ដើមរបូតចេញមកម្ដងទៀតពេលគេថាបើជជក់ប៉នអណ្ដាតរបស់នាងដែលអានមកនាងសឹងតែឈប់ដកដង្ហើមពេលគេសម្រាប់កម្មតែខ្លាំងជារឿយនាងភ្លេចខ្លួនថាបតបគេជាច្រើនលើកចាំបាច់គឺឲ្យពេលបានទទួលការថាបផ្អែមល្ហែមពីនាងក្រមុំហើយក៏ដួសដងយកដល់ការភ្លេចខ្លួន
ได้ทอมได้ดับบงนตรังจะการระบอบนี้กับจับรำทั้งหมดซกโซโจตัวขนมแอร์ระบอบนี้องไอขนมในการช่วงไว้จุดเพียบตัวละเมื่อระบอบสบายใส่กระหม่อมเกยจังดอกระเนียงคันได้เติร์เต็งดังแอร์ล้างเตยเลยจะเรื่อยๆอารมณ์ปรารถนาจับรำหรือสับเตยง่ายปูเกยถึงปีปักปอกเนี่ยเดือบพิบช่วงวงเวงเกยหนึ่งเลี้ยงโดกช็อตหนังหามเนี่ยตามวัดได้ทอมเนื้อเหมือนสกิมไปจังได้แอร์เตยระบอบนี้ไอบานเปล่าไอในปลาเตยสำเร็จถัดได้ทะเลเลยกระโดดพร้อมถึงซีริวได้โชว์สลิดมุกเฟอร์ไอมันเตยเกิดให้มันสแตเตยเรื่องต้อยไอ้มันเอาปีกร้อยโปรดดังจะว่าถ้าไปนิดนึงกระมองขมิ้นไอ้ต้นดาวิเหมือนมันจะไฟได้ระบาดนะกล้าปีกเกยจะมาเชียไว้กับบ้านสแตไปเกยดอกกาทับเนี่ยในปีกร้อยเกยตั้งตัดสลัดหนึ่งเองทำไมตายเฟอร์ไว้เหมือนบ้านเติมชุบคล้วนหรือข้างนอกระบาดเกยอมลิ้วเมียงไก่อ่อนจนไอ้เหมือนยี่เวียเมียปลาตะเวหาติดตุ้ยเคยให้ซูเพย์ยืระบาดประเทศกรรมกรดำเนินละไม้เชียไม่ได้ระบาดเกยเพิ่มตึ้งอย่างบรรลับด่านเนียงไอ้ขจมจังมาสู่ทานในกรุปเป็ดได้จังบ้านเอาไว้บรรทายระอัดอย่างนั้นในกรุปเป็ดแต่เมื่อเตะใบบันเตยเตยขจมเตรียมตกจานมุกรุ่ยให้แต่เมื่อหายปรับขจมบานขจมเตยนี่จะไปเป็นสักกระบอกจับซิลิวกับบรรจุทรายเพลดในประตูระบาดนิ่งนี่จะจะเมื่อทาเก็บต่อได้หัดไอ้เมื่อเหมือนดังท่านเนี่ยกำลังขึ้นจะไปจุปุ่นนิ่งกระบอกบาเรื่องอากาศล้างวิจัยปีกได้สลายระบาดปูเกตึงอ่ะนิ่งก็มันจมต่อไปกับบางเพลปีมาเอาไว้กระดาษแก้กงเงี้ยตลกชิวไวเพลียมเคยนิ่งกระบอกเชยชนะบัดเลยอ้ก็อดเอาสมัยจมปูรักปีกุ้ยสลายนุ่มเหมือนบ้านบัดดังทาใส่พายขณะนี้ประหายจะจับรูตั้งไปอยู่หายอักชมช่วยได้เกสู้เริ่มตึงเมืองมกระบอกนิ่งกระบอกดับไปนี่กระหำจราตะดาเชียมมาดังทับรูครั้งเรียดไอ้ประกาศประหลอกนั่งไงมาดิชุนให้อมเลี้ยวนั่งมาทักชมจิมรู้ใส่ยังไม่ประเพียบอินขึ้นมาหนึ่งคลายทำให้ได้ระบาดเกิดให้เมื่อมอนิ่งมันอ้อเติบยมในจุดปุ่มมงเกยจะเดินระบงได้ตัวระบาดยังก็กดดำตรงระบาดเกยเหมือนชมแต่เกยเหมือนบันยับโยสมไปแต่บันติเตเรียงต้อยมาเอาจับตรงลูกได้แต่บัดตบปวดแอตัวใหญ่ชมสมต้มชมบันตังจัดเฟอร์นิเซนเมื่อนิ่งมันอ้อหนูเตนานาปรับอันนิ่งใส่กระโอบเป็นเตียงครูดแบบนี้ได้สำคัญกับเพลทนะถ่านิ่งทับชมมันชมจิมรู้ขยับมาไปซ้ำเติบระหะมีนอารมณ์ไปเคยแบบนี้กับเพลทครูนหลุดบันทึกกำขังนะนิ่งก็ทับชมด้วยขณีอาเรียงการแบบชมได้หายในกำลังนั้นนิยัยมันตอนจอบก็เตยนิยัยกัดหมุนชมยัยเต้มันได้ชุดยัยเอาแต่ด้วยชมแต่ทับโลกอนาเตยวิจิปาตะไปหายโลกกระดังชมจิบรู้ใส่ชมเคยขาดตั้งไปการบักเมียนอาเฮตฟอร์แบบนี้อยู่พวกชมนิ่งโยมันชอบไปเกยโดยตำแหน่งกำหอกหมักอ้อยสะอาดแบบเซนเฟอร์เตอร์ประกอบจิบันหล่อเมื่อย่างนั้นก็ได้นิ่งเตอร์ตัวเขาตรักชมได้ปลุกนิ่งมันชมไม่ให้กำมันยัยสกุลแบบนี้นักเกยตะบันลกไปนะกันตลอดสเตะได้สำคัญจากชมตัวเขาตรักจะไม่เลยขนมกับบักชมเมียนดำมาเมินพองไปชอบยกมันนิ่งก็ตะบอกโอเควันคลาเตียงได้ไปนี่ขมาหลังจองเฉลยได้เกยตะหายมันเคยยับซ้อนเลยแบบนี้มันจับบัดเอ็มเตะปลุกชมเมียนชนะแต่คนใจวันตีเซจุกสลับตะหายแต่นิ่งเตอร์ตัวเขาตรักได้การช่วยจิตสังสารบักชมบักชมเคยขันทำแต่ไม่ได้เคยไหนต่อเติมประหารหลวมใจโรคสังสารบ้านห้าประสาทชมมันสมอยู่บ้านสบายจัดนูติตามดูโอ้สำลังเชื่อไว้มกกระหอบยังจุดประโยคโฮไฮระบอกเกเราจะรอจำประสาทก็เหมือนบ้านถึงอินถึงใครระหดเฟื่อยเหมือนเติมเติมเหมือนบ้านชายโยเพิ่มหรือประสาทเกสำหรับเติมนิ่งจิตสังสารระบอกเกให้มันเตะเกิดให้กับอินคลุนไอนิ่งพร้อมตัวแทนไม่รำอ้อยจุดประเกเกยชื่อบรัดดาเกาะกระไดสลังกรงครูซาหนึ่งมีเพียบจินดักนำกระปัวดังตามจะเอาไว้เดินหนึ่งบันเคยตายช่องไอ้ปรับผ้าสลังเกยไปนี่วิปประหารจะชับไปย้ายโปรเกยเหมือนทอดสัปดาห์เองมาดังเททามยารำจะมาจะปุ่นเนี่ยเอาใบมันเกยอันดังคลานดีเยกระถาบ้านโปรเกยจุดจัดเฟื่อแบบเนี่ยเจียวไปจ้างระหดไปนี่เกยยืนเลยหรือปั๊ดเนี่ยก่อนยัยมันจังประหารตรจำเมื่อสันปะเนาะขนมขนาดใดเนื้อกาซองแต่มวยแต่เมียนกระไรปีขอกเนี่ยกระไรมวยกับปงเมียนไปที่จุดเลี้ยงอู่ตากระไรมวยเตี้ยเมียนปายากาสงบสงันสูฟังมันบ้านในยัยจุ่มมวยหน้าถึงตั้งปีบ้านจุ่มเนียงสูฟังกุยเกิดมันอายาเสียมสกันมันตาปีปากหลุดเลยนึกน้องบรรทุกเนรีซอสระบาดมัดสำลังตกฟังบางทวีกเชื่อมาติเมียนต้องเอามาแปรก็ชับล่างบานจำข้อคานเปิดเมียนสำคัญชีลองระหักมาดมัดเพลมไปบ้านตัวแต่บางปีหลบป้าระบอกเกดเปป้อนหรือสำคัญจุดปุ๊บสูฟังนี่ตันใดได้ตระกาอันจับชมหรือเมียนต้องล้อปรับเมียนรำล้อชีลองใส่ดาวรำดีไปห้อยเอกสารได้หลบป้าเติร์ตยกมาเอาเตอได้ระบอกมันโปร่งเตือนสกัดปีระบอกเกยขนมเป็นอันตันใดหนูได้ให้เกยก็ยังเป็นมัดสลายเมียนตึกมุกภาษาลังอะไรอันกระดึกชมร้อนอันดังได้ท่าตัวจุดเพียงเอกสารฉบับนี้ชมกับตัวจัดมรอยเพลอยถ้าเฟิร์คือจุดกระบอกชมมกกระบอกเกยสเด็กชมการไปขมิ้นนะได้สำคัญนะเฟิร์มีการเพลย์โปรขมาสลับแต่ขาขนมจุดปวดทนักใช้พลื้เมียนมาดูไอทลับทักชมเมียนบิ๊กไอหรืออัดโปรตับเพลย์ทลายช่วยทำเติมเมียนโปรจำหน่ายทั้งลูกชมบันชายปรับไอโปรวิกเมียนมันกาแต่ทั้งนี้ชมจังปรับไอท่าสมัยจะกรุสักชมเมียนเพลย์ดีกรุ๊ปเนี่ยตาบักชมทับเคยลูกตาลูกป้าบักชมให้ลูกชมดำเมียนโปรในแบบแต่มุยโอ้โหมันก็อีกชื่อแต่จากนั้นก็เติมประเด็นได้นั่งไอ้หนักมันมีพอตั้งขนมการบักไฮครูจะปูครูซ่าแบบนิสินทาเฟอร์ก็จะสัตว์เชื่อใบเหมือนจังเรื่องการสมองสมัย
ពេលអាចរកហេតុផលចូលត្រកូលមិនបានបងម៉ាក់គេមិនព្រមទូលជាឡងថាព្រមតែខ້ອຍស្រាមសបត់តូចមួយដែលមានសក់មួយជាមួយនៅក្នុងនោះឲ្យមិត្តសម្លាញ់ពិសោធន៍ទៅក្នុងនោះមានសរសៃសក់របស់ First ខ្លះខ្ញុំទាំងអាចក្បាលលេងជាយូរតម្រាំតែបានផ្លេចប្រាប់តន័យទាំងអស់ថ្ងៃខែឆ្នាំកំណើតក្រុមឈាមតន័យតាំងពីអាយុ1ឆ្នាំដល់3ឆ្នាំនេះជាធ្វើដៃខ្ញុំទាំងអស់រឿងអីក៏ខ្ញុំអាចរកបានដែរខ្ញុំត្រូវអរគុណអាយច្រើនណាស់ដែលជួយរកតន័យឲ្យមិនអញ្ចឹងទេខ្ញុំប្រហែលជាងឹត8ទិសមិនដឹងជាទៅចម្រិតយកកាប់ពិតពីនេះសិនដោយវិធីណាទោះជាខ្ញុំជឿជាក់ថាបើនាងមិនព្រមទទួលខ្ញុំក៏ប្រហែលធ្វើអីមិនបានហើយដល់មកល្អមួយយ៉ាងទៀតរបស់ឯងនោះនិយាយមកកុំក្បាច់ក្បោពេកអាមិត្តឈួតនេះខ្ញុំស្អប់មុខបាត់នេះរបស់ឯងណារំខានប្រសានមែនប៉ាខ្ញុំប្រាប់ថាថ្ងៃនេះនៅកសិដ្ឋានអាយឈីងមានពិធីជប់លៀងហើយលោកលីក៏អញ្ជើញគាត់ដែរតែគាត់មិនទំនេរបើដូច្នេះហើយទើបគាត់ឲ្យខ្ញុំទៅជាមួយហើយខ្ញុំចាំបាច់ត្រូវការគូបណ្ដាដូចឯងទៅជាមួយក្នុងឋានៈជាមិត្តស្នេហ៍របស់ខ្ញុំទើបខ្ញុំមិនចង់ទុកឲ្យនៅម្នាក់ឯងអូខេដែរទេអាម៉ាក់ក៏ប្រាប់មកថាប៉ាឯងនៅមិនតាន់ឈប់ចាប់គូឲ្យឯងនឹងនេះស៊ីនទៀតលើកនេះងាប់មកខាងវិញបែរគិតចង់បញ្ចេញជាមួយខ្ញុំអាចគួតគិតឲ្យចឹងតកើតខ្ញុំមិនអាចប្រាប់ឯងមែនទេថាខ្ញុំមិនធ្លាប់មានរឿងបាត់បង់ជាមួយប៉ាព្រោះដូច្នេះរឿងរបស់ឯងប៉ាខ្ញុំដឹងអស់ហើយលើកតែចិត្តពេញទំហឹងគាត់មិនចាប់បាច់ទៅចូលរួមពិធីជប់លៀងនៅកសិដ្ឋានអាឈីនោះអីគ្រាន់តែប៉ុណ្្នឹងក៏គិតខ្លួនឯងមកកាត់ដែរស្លាប់ហើយកុំប្រាប់គេថាឯងជាមិត្តរបស់ខ្ញុំខ្មាស់គេណាវើយទួតទឹកតាំងខ្លួនទៅដល់ពេលទៅហើយពិធីចាប់ផ្ដើមនៅម៉ោង7យប់ថ្ងៃនេះឆាប់ឡើងកសិដ្ឋានអាឈីងម៉ោង4ល្ងាចនៅទីធ្លាខាងមុខរបស់កសិដ្ឋានអាឈីងពេលនេះចាប់ផ្ដើមមានមនុស្សជាច្រើនមកចូលរួមពិធីបន្ទាប់ពីជួយគ្នាត្រៀមអាហារនិងទីកន្លែងរួចរាល់ទៅគ្រប់គ្នាបបាយគ្នាទៅងូតទឹកជំរះកាយដើម្បីមកចូលរួមក្នុងកម្មវិធីនេះកម្មវិធីជប់លៀងបែប buffet មានក្រុមមន្ត្រីរបស់ពួកកម្មករកំឡោះក្នុងកសិដ្ឋាននិងការបង្ហាញសូជាច្រើនដែលស្រីៗនៅទីនេះនាំគ្នាធ្វើគ្រប់គ្នាបម្រើសេវាខ្លួនឯងបានពេញទីតាមតម្រូវការព្រមម្ចាស់កសិដ្ឋានអនុម័តឲ្យពេញទីហើយមានការផ្លុំនំខេកដល់ម្ចាស់ពិធីខួបកំណើតនៅក្នុងថ្ងៃនេះនៅម៉ោង9យប់តាមសម្រួលណាអ្នកទាំងអស់គ្នាចង់បានអីថែមប្រាប់បានតែរកឲ្យបានរត់វាជ្រើមួយទៀតអំហានហូបស្រាតិចតួចបានហើយក្រែងមិនកើតអាយុមិនមែនតិចទេគឺឲ្យនិយាយជាមួយកម្មករដែលភាពជាគ្នាឯងហើយញ៉ោះឆាវហាននៅចុងប្រយោគគេជាមនុស្សចិត្តល្អមានអធិស្ឋានតែបើអ្នកណាធ្វើខុសច្បាប់ឬបង្ករឿងគេក្តាច់អហង្ការមិនទុកមុខដូចគ្នាគ្រប់គ្នានៅទីស្គាល់គេច្បាស់ទៅគ្មានអ្នកណាហ៊ានបង្ករឿងឬធ្វើខុសបងធំចេញមកតាំងពីពេលណាមិនចាំខ្ញុំសោះខ្លាញ់វែងឬយ៉ាងម៉េចបងទី3ទៅឲ្យបងចាំហើយចុះបងស្រី2នាក់នោះ First តាណាយកំពុងតែខ្លួនឲ្យ First ក្មេងតូចនោះព្រមទេបើសង្ហាចាញ់បងនោះអូយក្មួយប្រុសម្នាក់នេះមិនដឹងជាកំណាច់ដូចណាទេបើម៉ាក់មិនកំណាញ់គួរទៅដូចប៉ាគេហើយសួស្ដីលោកលីសួស្ដីខ្ញុំចាំងស៊ូហ្វាំងមិត្តភក្តិរបស់ចៅជីឡុងសង្ឃឹមថាលោកលីចាំបានយើងបានជួបគ្នាថ្ងៃមុនហើយសួស្ដីលោកលីជួនអីប៉ាមិនតមេទៅឲ្យខ្ញុំមកជំនួសខ្ញុំឃើញអាហ្វាំងបណ្ដឹងម្នាក់ឯងទៅបបួលមកជាមួយប្រហែលមិនថាអីទេជីឡុងនិយាយកាត់ពេលឃើញខ្សែភ្នែករបស់គឺឲ្យមើលមិត្តរបស់គេម៉ាស៊ីននេះចេញមុខចេញមាត់រហូតទាំងដល់សន្យាជាមួយគេសັບគ្រប់ហើយថានឹងមិនធ្វើអីដោយមិនគិតមិនអីទេតែថាជីឡុងហៅខ្ញុំថាបងហើយដោយការពីក្មេងៗល្អជាងកាយលោកពូចៅបានលឺហើយគាត់មិនសប្បាយចិត្តដែលយើងមើលទៅមានកម្រិតគ្នាបានបង្ហាញឲ្យចុះអាសិននិងហ្វឹសទៅណាគេសួរពេលមិនឃើញម៉ាក់កូនទាំងពីរសំតើសួស្ដីខ្ញុំលីនីសៀវឬហៅអាសៀវក៏បានជាប្អូនស្រីពៅរបស់បងធំឃើញគ្រប់គ្នានិយាយដូចមិនឃើញខ្ញុំក៏ឈន់ត្រង់នេះដែររយៈបន្តិចដើម្បីជាការរក្សាវិជាក៏ល្អសម្ដីស្រួលលៀមបន្លឺពីក្រោយគឺឲ្យធ្វើឲ្យកំឡោះទាំង3ងាកទៅមើលបងអូនទី3កុំគ្មានមកយកជាមួយភ្ញៀវរបស់បងធំឈប់និយាយក៏បានហ្វេសម្ដងមីងបន្តិចមើលចាំមីងឲ្យផ្លុំនំខេកមុនអ្វីណានីសៀវរួញច្រមុះមិនចាប់អារម្មណ៍បងប្រុសពេលឌៀងទៅឃើញក្មួយប្រុសតូចនឹងបងស្រីទាំងពីរកំពុងដើរមកក្មេងប្រុសតូចក៏រត់មករកមីងក្រមុំភ្លាមនៅខាងក្រៅគឺឲ្យនៅក្មេងតូចនេះស៊ីនឈួរធ្វងចំពោះហេតុការណ៍នៅចំពោះមុខនាងមិនដឹងថាគេមកចូលរួមក្នុងពិធីនេះបានយ៉ាងម៉េចតែពេលនេះនៅមិនតាន់ត្រៀមនឹងជួបគេទេពេលនឹកឃើញបានថាមើលគេយូរពេកទើបនាងងាកទៅរកបងប្រុសដែរមើលនាងមុនដល់ការសុំជំនួយជាវ័យក៏នៅថ្មឹងនាងមិនបានជួបអតីតមិត្តសម្លាញ់ម្នាក់នេះជិត4ឆ្នាំហើយកាលពីមុនគេសង្ហាខ្លាំងណាស់នាងសម្លឹងមើលគេដល់ការប៉ាន់ស្មានហើយគេក៏មើលមកនាងដូចគ្នាគ្មានអ្នកណាកិច្ចភ្នែករហូតមានសម្ដីមួយនិយាយកាត់បងទី2អ្វីមកនេះចាំបងណែនាំភ្ញៀវឲ្យស្គាល់ជីឡុងលោកចាងនេះគឺលីនីស៊ីនបងទី2របស់ខ្ញុំហើយនេះគឺជាងជីវ័យសង្សារខ្ញុំចាំបាច់នេះគឺចៅជីឡុងបងមិនច្បាស់ទេថាបងទី2ចាំបានអត់ចាំបាច់នោះគឺលោកចាងស៊ូហ្វាំងមិត្តរបស់ជីឡុងគ្រប់គ្នារយៈណែនាំគ្នាដូចមិនធ្លាប់ស្គាល់គ្នាតែការពិតទៅគ្រប់គ្នាសុទ្ធតែដឹងថាស្អីជាស្អីតែក៏មិនបានបង្ហាញរឹកពីអីលើកលែងតែជាវ័យដែលចំតោះពេកដែរអ្នកដែលអាងខ្លួនជាសង្សារនាងណែនាំចាប់សុំតផាំងចាក់ដានអីស៊ូហ្វាំងធ្លាប់ជាមិត្តរបស់ខ្ញុំពេលនេះមានរឿងចង់និយាយគ្នាបន្តិចសុំពេលមួយសទុះនាងបេះដៃរបស់គឺឲ្យចេញពីចង្កេះពេលនិយាយចាប់រួចអូសដៃស៊ូហ្វាំងដៃចេញមកដោយមិនបានសង្កេត
ទឹកមករបស់អ្នកមកខាងទៀតដែលនាងបេះដៃគេចាញ់ពីដំបងគឺឲ្យគុំគួននឹងស៊ូហ្វាំងពីរឿងប្អូនស្រីស្រាប់ទៅហើយឃើញបាត់នេះគេចង់តែចូលទៅទាញរាងកាយស៊ូហ្វាំងមកស៊ីកដាប់ដៃលេងទេជាវ័យនាំស៊ូហ្វាំងមកដល់ខ្ចោះមួយដែលនៅខាងមុខផ្ទះមិនឆ្ងាយពីបរិវេណរៀបចំពិធីប៉ុន្មាននាងមកធ្លាប់គិតថាបានជួបគេទៀតបន្ទាប់ពីគិតថាកាត់កាលមិត្តភក្តិម្នាក់នេះតាមម្ដងថ្ងៃនេះនាងមិនដឹងថាព្រះជាម្ចាស់ចង់លេងកំ pl ែងអីនាងឃើញការជិះចាប់ក្នុងកាយភ្នែករបស់ប្អូនស្រីទោះបីជានីស៊ីនមិនបានប្រសពភ្នែកជាមួយនាងតែនាងក៏ដឹងដល់អារម្មណ៍ពេលនោះនីស៊ីនដើរចេញពីផ្ទះហើយជួបគេរាងកាយរបស់ប្អូនស្រីម្នាក់នេះក៏ញាប់ញ័ររហូតអ្នកដែលឈរក្បែរដឹងដែរមិនបាច់សង្កេតអីបន្តិចសូមទៅផាក់ដល់តាមអាចចាំមកបែបនេះខ្ញុំមានរឿងចង់និយាយជាមួយឯងរឿងអាសិនសូមឲ្យខ្ញុំបាននិយាយឲ្យចាប់សិនចាំឲ្យឯងស្ដាប់តាមម្យ៉ាងគឺគ្រប់គ្រាន់ហើយជាអ្វីឃើញថាស៊ូហ្វាំងប្រុងនិយាយកាន់នាងក៏ស្កាត់មុន